ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំចង់មកបង្ហាញមុខម្ហូបមួយមានឈ្មោះថាកូកិច្ចមើលទៅមុខម្ហូបនេះដែរវាងាយស្រួលធ្វើអត់មានអីពិបាកធ្វើប៉ុន្មានទេមានដូចជាសាច់បន្លែគ្រឿងផ្សំដូចតែបងប្អូនបានឃើញក្នុងនឹងអញ្ចឹងមានប៊ឺមានអីអញ្ចឹងណាហើយចំពោះសាច់ដែរគឺខ្ញុំប្រើសាច់គោផុយហើយនិងបង្គាបន្តិចដែរសាច់ខ្ញុំក៏បានថែមជាមួយពងមាន់ដើម្បីធ្វើឲ្យវាមានជាតិខ្ទិះនៅក្នុងសាច់នឹងអញ្ចឹងណាបងប្អូនហើយចំពោះបន្លែផងដែរគឺខ្ញុំបានប្រើតែចំនួន4មុខទេព្រោះខ្ញុំហូបតែ2នាក់ខ្លាចវាអស់អញ្ចឹងណាខ្ញុំបានប្រើស្ពៃបូកគោផ្សិនជល់ស្ពៃតឿតកួនពេលដែលដាក់បន្លែរួចហើយយើងក៏បានកូរត្រឡប់វាដើម្បីឲ្យវាចូលជាតិជាមួយសាច់អញ្ចឹងណាបងប្អូនបន្ទាប់មកទៀតខ្ញុំក៏បានដាក់សាច់ថែមព្រោះពេលដែលបន្លែយើងសពូនទៅវាមើលទៅវាអត់សូវមានសាច់អញ្ចឹងបងប្អូនយើងក៏បានដាក់បង្គានិងសាច់គោថែមទៀតអញ្ចឹងណាហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នារងចាំទស្សនាវីដេអូក្រោយៗទៀត